ជិះរបស់បងប្អូនថ្ងៃនេះខ្ញុំលើកយកជំងឺមួយគេហៅឈ្មោះថា sepsis អញ្ចឹង sepsis ហ្នឹងមានន័យថាមេរោគខ្លាំងឬក៏ច្រើននៅក្នុងឈាមរបស់យើង sepsis គឺជាការមេរោគដែលមានប្រតិកម្មគំរាមកំហែងទៅដល់អាយុជីវិតចំពោះការឆ្លងមេរោគគឺកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំយើងមានប្រតិកម្មខ្លាំងពេកនិងបំផ្លាញជាលិការបស់រាងកាយបណ្ដាឲ្យរលាករាលដាលពីពេញរាងកាយឲ្យខូចខាតជាលិកាខ្សោយសរីរាង្គឬក៏ស្លាប់យ៉ាងរហ័សចាត់ទុកជាជំងឺមួយដែលអាសន្ននៅផ្នែកវិទ្យាសាស្ត្រដែលត្រូវព្យាបាលជាបន្ទាន់ហើយរោគសញ្ញាទូទៅរបស់ sepsis គ្រុនក្តៅឬក៏សីតុណ្ហភាពឡើងខ្លាំងពីច្បាប់បេះដូងលោតញាប់ដុតដង្ហើមលឿនឬក៏ដុតដង្ហើមខ្លីៗស្ពាតឈាមទាបបុកច្បល់ឬក៏ផ្លាស់ប្ដូរឋានភាពនៃផ្លូវចិត្តយើងអត់សូវល្អទេការឈឺចាប់ខ្លាំងឬក៏មិនសូវស្រួលខ្លួនការថយចុះនៃការនោមភាពទន់ខ្សោយធ្ងន់ធ្ងរឬអស់កម្លាំងហើយមូលហេតុធ្វើឲ្យ sepsis ហ្នឹងតែកើតជា sepsis ហ្នឹងគឺទី1អាចនឹងឆ្លងមេរោគបាក់តេរីចូលនៅក្នុងខ្លួនយើងទី2ឬក៏អាចនឹងឆ្លងមេរោគពួកផ្សិតទី3ឬក៏ឆ្លងមេរោគពួកប៉ារ៉ាស៊ីតប្រព័ន្ធដែលងាយនឹងការឆ្លងមេរោគនោះទី1ការឆ្លងមេរោគនៅផ្លូវដង្ហើមដូចជាសួតជាដើមទី2ការឆ្លងមេរោគលើផ្លូវទឹកនោមទី3ការឆ្លងមេរោគទៅលើពោះវៀនទី4ឆ្លងមេរោគទៅលើស្បែកឬក៏មុខរបួសទី5ឆ្លងមេរោគតាមសរសៃឈាមដូចយើងចាក់សេរ៉ូមស្អីហ្នឹងឬក៏យើងមិនបានថែសារបាត់ទៅវាឆ្លងតាមហ្នឹងហើយអ្នកដែលងាយរងគ្រោះដែលធ្វើឲ្យកើតជំងឺ sepsis ហ្នឹងវាច្រើនទៅលើមនុស្សចាស់ទី1មនុស្សចាស់ពិសេសគឺអាយុចាប់ធំជាង65ឆ្នាំទី2ទារកឬក៏នឹងទារកទៀតនឹងកើតអញ្ចឹងវាអាចនឹងឆ្លងដែរពេលពងសម្រាហើយអាចនឹងឆ្លងឬក៏ឆ្លងពេលដែលសម្រានៅកន្លែងដែលអត់អនាម័យអីចឹងទី3មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយខាងពេកទី4អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺក្អែមឬក៏ជំងឺមានទំនោរផ្អែមឬជំងឺម៉ារីកទី5ជំងឺសម្រាប់ជាបាននៅទីពេទ្យយូរពេកដូចនៅជាជំងឺនៅ ICU ជំងឺធ្ងន់ហ្នឹងក៏អាចនឹងឆ្លងដែរអាចនឹងឆ្លងជំងឺពីទីពេទ្យមកអ្នកជំងឺបន្ថែមទៀតក៏មានដែរទី6អ្នកដែលមានរបួសធ្ងន់ធ្ងរឬក៏ទើបតែវះកាត់ហ្នឹងណាអញ្ចឹងអ្នកដែលរបួសធ្ងន់ធ្ងរហ្នឹងក៏អាចនឹងឆ្លងព្រោះយើងមិនបានអនាម័យទាំងទៅអញ្ចឹងក៏យើងទៅហាច់ជិនយើងហាច់ជិននៅកន្លែងវះកាត់ឬក៏ហាច់ជិននៅពេលសម្រាប់របួសហ្នឹងពេលសម្រាប់ក្រែសម្រាប់ហ្នឹងគេទៅហាច់ជិននេះទៅស្អាតអញ្ចឹងផលបានរបស់ sepsis គឺទី1បើសិនបើយើងមិនបានព្យាបាលបានត្រឹមត្រូវទេយើងត្រូវឲ្យអា sepsis ហ្នឹងគេហៅមេរោគនៅក្នុងឈាមហ្នឹងចេះតែកើនឡើងច្រើនណាស់អញ្ចឹងផលបានវាធ្វើឲ្យមេរោគនៅក្នុងខ្លួនទៅច្រើនទៅហើយទី2គឺសុកគឺអាចនឹងសុកចំពោះបាក់តេរីមេរោគបាក់តេរីបង្កធ្វើឲ្យឈាមយើងចុះអញ្ចឹងគេហៅសុកហើយទី3គឺខ្សោយដំងនោមទី4ការខូចខាតសួតណាវាអាចនឹងលាកធ្ងន់ធ្ងរទៅធ្វើឲ្យលាកសួតទាំងស្រុងណាមានសួតច្រើនទាំងសងខាងអញ្ចឹងទី5ភាពមិនធម្មតានៃកំណត់ឈាមទី6អាចនឹងស្លាប់ដោយយើងធ្ងន់ធ្ងរអាចនឹងស្លាប់សូមបងប្អូនបើមានអាការៈឈឺក្តៅខ្លួនទោះមិនបានជាមេរោគ sepsis ទេឬក៏ជាក្តៅខ្លួនមេរោគផ្សេងៗសូមបងប្អូនអាចយកកូនឬក៏នាំសញ្ញាទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតដើម្បីព្យាបាលឲ្យបានទាន់ពេលវេលាផងសូមអរគុណ